បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះឃ្លាំងលក់ម៉ូតូ CKA យើងខ្ញុំមានប្រភេទម៉ូតូមួយគ្រឿងទៀតហើយគឺជាប្រភេទម៉ូតូ Honda Charlie ហើយម៉ូតូនេះក៏ជាជម្រើសម៉ូតូមួយប្រភេទផងដែរដែលខ្ញុំគិតថាបើសិនជាបងប្អូនមានកូនចៅតូចៗឬក៏ប្រពន្ធរបស់យើងគាត់មិនសូវមានមាឌធំឬក៏ខ្ពស់ទេម៉ូតូនេះពិតជាស័ក្តិសមណាស់សម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងតោះចូលទៅមើលដៃជើងម៉ូតូនេះជាមួយខ្ញុំទាំងអស់គ្នាបាទបាទអរគុណបងប្អូនទាំងអស់គ្នាម៉ូតូថ្ងៃនេះគឺម៉ូតូ Honda Charlie កម្លាំង 50cc ប្រភេទម៉ូតូ Charlie គឺជាម៉ូតូមួយគ្រឿងដែលងាយស្រួលជិះមែនតែនម៉ូតូដែលបច្ចេកវិទ្យាចាស់គឺនៅប្រើបេនសាំងនៅឡើយនោះទេហើយម៉ូតូ Charlie សួរថាតើត្រូវជាមួយនឹងអ្នកណាខ្លះដែរទៅម៉ូតូ Charlie នេះបើសិនជាតាមខ្ញុំគិតគឺវាស័ក្តិសមជាមួយនឹងនារីភាគច្រើនឬក៏បងប្អូនដែលមានកម្ពស់មិនសូវខ្ពស់ក៏ព្រោះតែម៉ូតូ Charlie នេះទម្ងន់ខ្លួនសរុបរបស់វាគឺមិនធ្ងន់ទេទម្ងន់របស់វាតែ70ជាងគីឡូតែប៉ុណ្ណោះហើយបើសិនជាយើងប្រៀបធៀបជាមួយនឹងម៉ូតូផ្សេងទៀតដែលមានកម្លាំង 125cc ឬក៏ម៉ូតូទូទៅនៅក្នុងស្រុកខ្មែរយើងម៉ូតូទាំងអស់នោះទម្ងន់របស់វាគឺ100ទៅ110គីឡូដូច្នេះវាខុសជាមួយនឹងអា Charlie ហ្នឹងគឺ40គីឡូជាងឯណោះបាទអញ្ចឹងសួរថា40គីឡូទម្ងន់ប៉ុណ្ណាទៅ40គីឡូមែនតើទៅគឺធ្ងន់ណាស់បងប្អូនកមួយបាវគឺ50គីឡូអញ្ចឹងយើងដកតែ10គីឡូចេញទៅនោះគឺជាទម្ងន់ខុសគ្នារវាង Charlie ហើយនិងម៉ូតូទូទៅដែលបងប្អូនកំពុងតែជិះរាល់ថ្ងៃនោះឯងដូច្នេះបើសិនជាវាជាម៉ូតូស្រាលអញ្ចឹងបងប្អូនដែលមានកូនតូចចង់ឲ្យទៅរៀនខ្លួនឯងឬក៏យើងមានកូនស្រីហើយកូនស្រីយើងចូលចិត្តពាក់សំពត់ទៅរៀនម៉ូតូ Charlie នេះគឺងាយស្រួលណាស់មិនចាំបាច់ឲ្យកូនស្រីយើងលើកជើងទៅកងម៉ូតូដើម្បីជិះនោះទេក៏ព្រោះតែអាខ្នងរបស់ម៉ូតូហ្នឹងគឺវានៅទាបហើយបើសិនជាយើងនិយាយថាហើយចូលបើសិនជា Charlie នេះវាខូចថ្ងៃណាមួយតើធ្វើយ៉ាងម៉េចទៅបាទបងប្អូនទាំងអស់គ្នាម៉ូតូ Charlie គឺជាបច្ចេកវិទ្យាចាស់ដូច្នេះខ្ញុំគិតថាជាងល្មមនៅស្រុកភូមិរបស់បងប្អូនគឺគាត់គ្រាន់តែកលែកតែបន្តិចគឺគាត់ចេះធ្វើភ្លាមតែម្ដងហើយម៉ូតូ Charlie គឺមានវ៉ានបិទបើកសាំងនៅត្រង់នេះមួយវ៉ានបិទបើកសាំងនេះកាលពីមុនអ្នកគ្រូគណិតវិទ្យាខ្ញុំទៅតែឡើងសេរីទិញម៉ូតូ Charlie នេះជិះមិនដឹងជាយ៉ាងម៉េចមានក្មេងណាទៅកាច់អាវ៉ានបិទបើកសាំងនេះធ្វើឲ្យម៉ូតូគាត់អត់ឆេះដោយសារតែគាត់ទៅតែជិះម៉ូតូនេះគាត់អត់ដឹងទេធ្វើឲ្យគាត់បណ្ដើរម៉ូតូ Charlie នេះពីសាលាទៅដល់ផ្ទះមូលហេតុនោះគឺមកពីកូនសិស្សរបស់គាត់ខូចទៅបិទសាំងកុំឲ្យហូរចូលបេនហើយដោយឡែកម៉ូតូនេះគឺនៅទ្រង់ទ្រាយដើមមិនទាន់ទាំងលាងទឹកផងបងប្អូនសបកកង់របស់វាគឺក្រាស់ប៉ុណ្ណឹងហើយដោយសារតែម៉ូតូនេះគឺវាយូរឆ្នាំហើយដូច្នេះវាមានកន្លែងច្រេះខ្លះអីខ្លះតែកុំព្រួយបារម្ភម៉ូតូនេះគឺនៅតែដំណើរការដូចធម្មតាអញ្ចឹងហើយអញ្ចឹងបងប្អូនអាចក្រឡេកមកមើលផ្លាកដែលគេបិទជាប់កកម៉ូតូ Charlie នេះកូនផ្លាកតូចមួយនេះគឺបានន័យថាម៉ូតូនេះពេលយើងជិះដល់5000គីឡូត្រូវតែបដូរប្រេងម៉ាស៊ីនចោលម្ដងអញ្ចឹងយើងឡើងទៅមើលកុងទ័រទៅមើលតើម៉ូតូនេះដល់ពេលដូរប្រេងម៉ាស៊ីនហើយឬនៅហើយកុងទ័រគីឡូរបស់វាគឺ4300គីឡូដូច្នេះតតែបងប្អូនជិះរហូតដល់ទៅ5000គីឡូទើបដល់ពេលដូរប្រេងម៉ាស៊ីនរបស់វាចោលហើយផ្លាកហ្នឹងគឺបានន័យថាជាកុងទ័រពិតប្រាកដហើយម៉ូតូនៅស្រុកខ្មែរវិញជួនកាលខ្ញុំឃើញផ្លាកបដូរប្រេងម៉ាស៊ីនហ្នឹងគឺ20000ទៅ30000គីឡូតែដល់មើលកុងទ័រជាក់ស្ដែងតែ4-5000គីឡូតែប៉ុណ្ណោះអញ្ចឹងបានន័យថាម៉ូតូនោះគឺគេសារ៉េកុងទ័រចុះហើយនេះដោយសារតែអ្នកលក់នៅស្រុកខ្មែរអត់ចេះមើលអក្សរជប៉ុនបងប្អូនតែឥឡូវពួកគាត់ប្រហែលជាដឹងគ្រប់គ្នាហើយឲ្យតែឃើញផ្លាកតូចនោះគាត់ដឹងតែបកកវ៉ាត់ចោលជាក់ជាមិនខានព្រោះថាកុងទ័ររបស់គាត់គឺសារ៉េចុះហើយมันអាចទុកឲ្យបងប្អូនឃើញបានទៀតទេបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាចាប់អារម្មណ៍ប្រភេទម៉ូតូ Charlie នេះសូមតាក់ទងយើងខ្ញុំតាមប្រអប់ផ្សារឬក៏បងប្អូនអាចទៅមើលរូបស្លឹកនៅក្នុង website របស់យើងខ្ញុំអញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយៗទៀត